អាយុដំហឹមលីមេងដឹកនាំក្រុមការងារអនុគណៈកម្មការវិនិយោគខេត្តចុះពិនិត្យទីតាំងស្នើសុំបើករោងចក្រកែច្នៃដំណាប់ស្វាយនៅស្រុកស្ទោងនាព្រឹកថ្ងៃទី24ខែសីហាឆ្នាំ2026អាយុដំហឹមលីមេងអភិបាលរងខេត្តកំពង់ធំបានដឹកនាំក្រុមការងារអនុគណៈកម្មការវិនិយោគខេត្តចុះពិនិត្យទីតាំងជាក់ស្ដែងការស្នើសុំរបស់ក្រុមហ៊ុន CAL 26 ឯកក្នុងការបើករោងចក្រកែច្នៃដំណាប់ស្វាយស្ថិតនៅភូមិត្រាចឃុំកំពង់ចិនជើងស្រុកស្ទោងខេត្តកំពង់ធំការចុះពិនិត្យទីតាំងជាក់ស្ដែងនេះធ្វើឡើងក្នុងគោលបំណងសិក្សានិងវិតម្លៃស្ថានភាពទីតាំងព្រមទាំងពិនិត្យលក្ខខណ្ឌពាក់ព័ន្ធនិងសំណើសុំវិនិយោគនិងបើករោងចក្រកែច្នៃដំណាប់ស្វាយរបស់ក្រុមហ៊ុនដើម្បីជាមូលដ្ឋានសម្រាប់ការពិនិត្យនិងសម្រេចតាមនីតិវិធីក្នុងអំឡុងពេលចុះពិនិត្យអាយុដំលីមេងនិងក្រុមការងារបានពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងព្រមទាំងពិភាក្សានិងស្ដាប់ការបំភ្លឺពាក់ព័ន្ធនឹងគម្រោងរបស់ក្រុមហ៊ុនដោយផ្ដោតលើលទ្ធភាពអនុវត្តគម្រោងស្របតាមលក្ខខណ្ឌបច្ចេកទេសនិងបទបញ្ញត្តិជាធរមានតាមការបញ្ជាក់នឹងការវិនិយោគបើករោងចក្រកែច្នៃដំណាប់ស្វាយនេះនឹងចូលរួមបង្កើនសកម្មភាពកែច្នៃផលិតផលកសិកម្មនៅក្នុងមូលដ្ឋានជាពិសេសផលិតផលស្វាយព្រមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរដូវកាលប្រមាណជិត2000 នាក់គម្រោងនេះត្រូវបានរំពឹងថានឹងចូលរួមផ្ដល់ឱកាសការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទោងនិងតំបន់ជុំវិញព្រមទាំងជួយលើកកម្ពស់ការកែច្នៃផលិតផលកសិកម្មក្នុងស្រុកនិងបង្កើនតម្លៃបន្ថែមដល់កសិផលកសិកម្មរបស់ប្រជាកសិករអាយុដំលីមេងបានយកចិត្តទុកដាក់ពិនិត្យនិងសម្របសម្រួលលើចំណុចពាក់ព័ន្ធដើម្បីឲ្យគម្រោងវិនិយោគអាចអនុវត្តបានដោយរលូនស្របតាមច្បាប់និងនីតិវិធីព្រមទាំងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋការចុះពិនិត្យទីតាំងនេះគឺជាផ្នែកមួយនៃការងាររបស់អនុគណៈកម្មការវិនិយោគខេត្តក្នុងការចុះសិក្សាពិនិត្យនិងសម្របសម្រួលសំណើវិនិយោគនៅមូលដ្ឋានដើម្បីចូលរួមទាក់ទាញការវិនិយោគនិងជំរុញការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ